សួស្តីអ្នកនរគ្នាជួបគ្នាម្ដងទៀតហើយបាត់យូរហើយត្រូវអត់ព្រោះខ្ញុំមកដល់ចិននេះគឺថារវល់មែនតែនទៅតែមានពេលហើយនេះគឺជាសកម្មភាពខ្ញុំរៀបដំណើរពីប្រទេសខ្មែរមកដល់ប្រទេសចិនហើយពេលដែលខ្ញុំចេញទៅហ្នឹងគឺថាខ្ទង់ម៉ោង4ជាងដោយសារពួកខ្ញុំត្រូវទៅជុំគ្នាប្រហែលម៉ោង8អញ្ចឹងពួកខ្ញុំត្រូវទៅមុនហើយណាមួយចង់ទៅមើលពលានថ្មីផងហើយប៉ាម៉ាក់គាត់លើកទី1គាត់ទៅដែរអញ្ចឹងទៅក៏ចង់ទៅមើលទាំងអស់គ្នាហើយពេលដែលទៅនោះចំពេលព្រះអាទិត្យលិចនៅតាមផ្លូវស្អាតហ្មងហើយពេលដែលទៅដល់ហ្នឹងគឺអត់មានមនុស្សច្រើនទេអត់ស្ទះទេអញ្ចឹងចូលដល់រលូនថតអីហើយពេលទៅដល់ចាំវគ្គពេលយន្តហោះគេតម្លើងបានមួយទៀតអូតែយន្តហោះថ្ងៃហ្នឹងចេញទៅច្រើនមែនតើគ្រាន់តែខ្ញុំឈរមកផែតហ្នឹងគឺថាឡើងទៅឡើង2 3អញ្ចឹងពេលដែលពួកខ្ញុំយកឡានយកអីទុកអីហើយគឺពួកខ្ញុំដើរនៅខាងក្រោមហ្នឹងទៅដល់កន្លែងដែលគេលក់នំបញ្ចុកលក់អីហ្នឹងទៅខ្ញុំចតនៅខាងក្រោមឯងខ្ញុំអត់ចតនៅខាងលើទេអញ្ចឹងតម្លៃសមរម្យធម្មតានៅខាងក្រោមហើយនៅខាងក្នុងនេះគេមានលក់របស់ញ៉ាំរបស់អីតែពេលហ្នឹងខ្ញុំញ៉ាំបាយពីផ្ទះហើយអញ្ចឹងទៅពួកខ្ញុំអត់ទិញអីញ៉ាំទៀតទេគ្រាន់អាហារទិញតកកឈូហើយទិញនៅកន្លែងហ្នឹងក៏មានឆាថែមដែរអញ្ចឹងទិញឆាថែមញ៉ាំហើយបន្ទាប់ពីថតអស់រួចរាល់រហូតដល់រៀងម៉ោងប្រឡប់បន្តិចបានពួកខ្ញុំត្រឡប់ទៅខាងពលានវិញដើម្បីទៅជួបជុំគ្នាដោយសារពេលហ្នឹងវាងឹតដែរអញ្ចឹងទៅក៏ឈប់ថតដែរซึ่งពួកខ្ញុំក៏បកទៅខាងពលានវិញដើរទៅខាងពលានទៅពេលហ្នឹងគ្នាខ្ញុំអត់ទាន់មកដល់ទេអញ្ចឹងក៏ខ្ញុំទៅរកកន្លែងអង្គុយសិនតែពេលឡានដែលយើងឈប់ហ្នឹងយើងឈប់នៅជាន់កន្លែងដែលភ្ញៀវចុះមកពីលើកប៉ាល់ហោះអញ្ចឹងយើងត្រូវឡើងទៅមួយជាន់ទៀតបានទៅដល់កន្លែងអ្នកជូនដំណើរឡើងអញ្ចឹងកន្លែងហ្នឹងมันមានកន្លែងព្រះកន្លែងអីអញ្ចឹងពួកខ្ញុំថតកន្លែងហ្នឹងអីហើយក៏នាំគ្នាឡើងមកមួយជាន់ទៀតកន្លែងហ្នឹងគឺគេមានកន្លែងលក់អីញ៉ាំគេមានសងខាង2អញ្ចឹងណាតែពួកខ្ញុំក៏ឡើងមកខាងលើដើម្បីមករកកន្លែងអង្គុយដោយសារនៅខាងក្រោមមនុស្សច្រើនហាក់មានកន្លែងអង្គុយទេអញ្ចឹងទៅក៏នាំគ្នាមកអង្គុយខាងលើសិនទៅដោយសារអត់តន់ជុំគ្នាដែរអញ្ចឹងចាំនៅខាងលើអញ្ចឹងទៅវាទលាឲ្យរកកន្លែងអង្គុយកុំឲ្យហត់អញ្ចឹងណាហើយពេលពងអាចាំហ្នឹងក៏នាំគ្នាមកឆ្លៀតញ៉ាំក្រែមសិនញ៉ាំហើយបានខ្ញុំចោះទៅជុំគ្នាមួយគ្នាខ្ញុំដើម្បីថតរូបថតអីជាអនុស្សាវរីយ៍ជុំគ្នាអីហើយបាននាំគ្នាទៅ check in តាមក្រោយពេលហ្នឹងគេឲ្យពួកខ្ញុំទៅចូល check in ហើយពេលពួកខ្ញុំទៅហ្នឹងគឺថាជិះទៅសាំងហៃសិនអញ្ចឹងពួកខ្ញុំចេញឡើងម៉ោង 2:10 យប់អញ្ចឹងម៉ោង10ជាងពួកខ្ញុំចាប់ដើម check in ហើយគ្នាខ្ញុំពេលហ្នឹងឡើង17នាក់អញ្ចឹងច្រើនមែនតើអញ្ចឹងនាំតាហើយមិនមែនតែគ្នាខ្ញុំឯងមនុស្សថ្ងៃហ្នឹងទៅសាំងហៃហ្នឹងគឺថានឹងច្រើនចឹងពួកខ្ញុំចាំឡើងមកស្ទុះធំបានទៅចឹងដល់ពេលពួកខ្ញុំបាន check in រួចរាល់ក៏នាំគ្នាលាប៉ាម៉ាក់លាអីហើយក៏នាំគ្នាដើរមកចូលចាំនៅកន្លែងពលានវិញដើម្បីឆឹកឲ្យអត់ដើម្បីពេលហ្នឹងខ្លាចដល់ម៉ោងហើយដល់ពេលពួកខ្ញុំមកដល់ហ្នឹងគឺចំវគ្គគេឈរតម្រង់ជួយចាំមកទុះគឺចូលហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសមាននៃពួករៀងវែងអញ្ចឹងចាំជួបគ្នានៅ Part 2 ពីដំណើរពីយន្តហោះនៅប្រទេសខ្មែរទៅដល់ប្រទេសចិនថាពួកខ្ញុំឆ្លងកាត់អីគេខ្លះមានអ្នកនរគ្នា